លោកប៉ាមកវិញដោយរបៀបណាមានរឿងអីហ្នឹងហេតុអីមិនប្រាប់ខ្ញុំមួយម៉ាត់សោះអញ្ចឹងតើលោកប៉ាជួបរឿងអីខ្លះនៅប្រទេសអូស្ត្រាលីទៅអាសនរឿងនេះឯងត្រូវតែសួរកញ្ញា Shen Meng Sen ដែលនៅក្បែរឯងទៅទើបដឹងលោកអគ្គនាយកខ្ញុំមិនយល់ថាលោកកំពុងនិយាយរឿងអីទេតើលោកមានរឿងអីនៅទីនោះទៅមកដល់ថ្នាក់នឹងហើយនាងឯងនៅធ្វើពុតទៀតបើនាងឯងមិននិយាយទេទុកឲ្យយើងជាអ្នកនិយាយជំនួសចុះនាងឯងលួចចូលទៅក្នុងការិយាល័យបងប្រុសធំយើងហើយឆែកមើលកុំព្យូទ័ររបស់គាត់រហូតដឹងពីការវិភាគធ្វើដំណើររបស់ប៉ាយើងនាងឯងខុបខិតជាមួយមនុស្សនៅអូស្ត្រាលីដើម្បីចាប់ជំរិតប៉ាយើងបន្ទាប់មកនាងឯងក៏មករៀបការជាមួយបងប្រុសយើងនៅទីនេះឲ្យតែកាលណារៀបការរួចនាងឯងនឹងឲ្យបាក់ពួកនាងបង្ខំប៉ាយើងឲ្យកែបណ្ដាំរត់ដើម្បីផ្ទេរទ្រព្យសម្បត្តិទាំងអស់របស់ក្រុមហ៊ុន Long Seng មកឲ្យនាងឯងបន្ទាប់មកពួកឯងនឹងសម្លាប់បិទមាត់គាត់ខ្ញុំនិយាយត្រូវទេលេខា Shen មិនមែនខ្ញុំទេនាងឯងកំពុងនិយាយឈួតអីហ្នឹងខ្ញុំមិនដឹងថានាងកំពុងនិយាយពីរឿងអីទេអាសនអូនពិតជាមិនបានធ្វើមែនណាមែនហើយប្អូនស្រីឯងមិនអាចចេះតែចោទប្រកាន់គេផ្ដេសផ្ដាសអញ្ចឹងទេណាអាសនអ្វីដែលប្អូនស្រីឯងនិយាយសុទ្ធតែជាការពិតហើយក៏បានប្អូនស្រីឯងនិងបងប្រុសនាងនេះហើយដែលបានជួយសង្គ្រោះប៉ាមកវិញនោះជាវគឺនៅទីនេះហើយឃ្លាំងលេខ2តាមមាត់សមុទ្រដែលគេបោះបង់ចោលអូខេបងចុះបងរងចាំខ្ញុំនៅទីនេះសិនហើយខ្ញុំចូលទៅមុនកុំអីជាវបងចូលទៅជាមួយអញដែរខាងក្នុងគ្រោះថ្នាក់ណាស់សុទ្ធតែពួកមនុស្សខូចខើបងរៀនដើរមកតើដោយសារតែវាគ្រោះថ្នាក់នឹងហើយទើបខ្ញុំមិនឲ្យបងចូលទៅបើមិនអញ្ចឹងទេខ្ញុំត្រូវរវល់ការពារបងទៀតបងចេះវីមែងប៉ុន្តែបងមានដឹងទេថាពួកវាមានអាវុធអីខ្លះនៅខាងក្នុងនោះយើងប្តឹងប៉ូលីសទៅល្អជាងតើខាងក្នុងគ្រោះថ្នាក់ពេកហើយទុកចិត្តលើខ្ញុំទៅបងក៏ដឹងស្រាប់ហើយខ្ញុំលែងជាស៊ូជាវពីមុនទៀតហើយគ្មានរឿងអីទេចាំខ្ញុំជួយសង្គ្រោះលោកឡងហ្គោឆេងចេញមកសិនចាំបងប្តឹងប៉ូលីសទៅជាវយ៉ាប់ថ្មងប៉ាម៉ាក់ដឹងច្បាស់ជីវីខ្ញុំសាច់មួយដុំមិនខានទេលោកតាសូអើយសូមជួយតាមថែរក្សានាងផងសូមជួយតាមថែរក្សានាងផងខ្ញុំសំពះអង្គវហើយជាវលោកអគ្គនាយកឡងលោកអគ្គនាយកមិនអីទេមែនទេខ្ញុំមិនអីទេខ្ញុំនៅរស់តើមិនអីទេអាឡូឡងវាឥឡូវនេះប្រញាប់មកយកខ្ញុំនៅឃ្លាំងមាត់សមុទ្រលេខ2មកក្មួយតើពួកក្មួយដឹងថាខ្ញុំនៅទីនេះដោយរបៀបណាតើនរណាបញ្ជូនពួកក្មួយមកជួយខ្ញុំទៅលោកប៉ាកូនជាកូនស្រីរបស់ប៉ាស៊ូជាវនេះអីជាវនេះពិតជាកូនជាវរបស់ប៉ាមែនទេគឺកូនស្រីប៉ាទេតើដែលបានជួយជីវិតប៉ាជាវអស់រយៈពេលប៉ុន្មានឆ្នាំមកនេះប៉ាពិតជាសុំទោសកូនខ្លាំងណាស់ប៉ាមិនបាច់អរគុណកូនពេកទេនេះជាការងាររបស់កូនតើពេលនេះខ្ញុំអាចដោះស្រាយជាមួយលោកគ្រូបានហើយលោកអគ្គនាយកឡងគុំរំភើបពេកអីទើបតែជួយសង្គ្រោះចេញមកណាខ្ញុំឈ្មោះស៊ូមីងឈួនជាបងប្រុសរបស់ជាវអញដឹងទេថាខាងក្នុងនោះវាគ្រោះថ្នាក់ប៉ុណ្ណាអញដឹងទេថាពួកវាខូខើប៉ុណ្ណាពួកវាមានទាំងកាំភ្លើងនិងគ្រាប់បែកដៃអញបណ្ដោយឲ្យក្មេងស្រីម្នាក់ចូលទៅប្រថុយជីវិតតើអញធ្វើជាបងប្រុសរបៀបម៉េចហ្នឹងលោកប៉ាគឺកូនទេដែលមិនឲ្យគាត់ចូលទៅកូនខ្លាចគាត់មានគ្រោះថ្នាក់ជាវឥឡូវនេះហេតុអីបានជាកូនខ្លាំងពូកែម្លេះមើលទៅដូចជាអង្គរៈអញ្ចឹងរឿងនេះចាំកូននិយាយប្រាប់ប៉ាតាមក្រោយចុះឥឡូវយើងប្រញាប់ត្រឡប់ទៅវិញទៅនៅមានរឿងសំខាន់ត្រូវដោះស្រាយទៀតល្អយើងនៅមានពេលច្រើនទៀតកូនសឹមនិយាយប្រាប់ប៉ាតាមក្រោយក៏បានអាសន្នពេលនេះឯងបានដឹងការពិតហើយនាងដែលនៅក្បែរឯងនេះគឺជានារីចិត្តពីស្ពូលនាងសាហាវខូខើណាស់លេខា Shen បន្តិចទៀតប៉ូលីសនឹងមកដល់ហើយប្រញាប់សារភាពជាមួយប៉ូលីសទៅថាបពុនាងនៅឯណានាងនៅមានឱកាសលួសកំហុសដើម្បីទទួលបានការបន្ធូរបន្ថយទោសណាមិនមែនខ្ញុំទេអ្វីដែលពួកគេនិយាយមិនមែនជារឿងពិតទេពិតមែនណាអាសនលោកប៉ាកូនសុំទោសដែលធ្វើឲ្យប៉ាមានគ្រោះថ្នាក់ទាំងអស់នេះមកពីកូនមានភ្នែកតែគ្មានប្រស្រីទើបជានារីចិត្តពីស្ពូលម្នាក់នេះសូមលោកប៉ាដាក់ទោសកូនចោះអាសនរឿងរបស់ឯងចាំយើងគិតគ្នាតាមក្រោយថ្ងៃនេះដោយសារអ្នកទាំងអស់គ្នាបានមកជុំគ្នាទីនេះហើយក៏បានឃើញរឿងរ៉ាវដែលកើតឡើងចំពោះខ្ញុំឡងហ្គោឆេងផងដែរគឺជាវរបស់ខ្ញុំនេះហើយដែលបានជួយសង្គ្រោះខ្ញុំត្រឡប់មកវិញនាងមិនត្រឹមតែជួយខ្ញុំទេថែមទាំងជួយសង្គ្រោះក្រុមហ៊ុន Long Seng ទាំងមូលទៀតផងដូច្នេះថ្ងៃនេះខ្ញុំសូមប្រកាសការសម្រេចចិត្តដ៏សំខាន់មួយចាប់ពីពេលនេះជាវគឺជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Long Seng ល្អណាស់ល្អអបអរសាទរផងអបអរសាទរអ្នកនាងស៊ូ